របៀបគ្រប់គ្រងអារម្មណ៍និងរក្សាភាពស្ងប់ស្ងាត់ក្នុងលោកនេះអ្វីដែលបំផ្លាញយើងខ្លាំងបំផុតមិនមែនជាបញ្ហាដែលយើងជួបប្រទះនោះទេប៉ុន្តែគឺជាប្រតិកម្មដែលយើងតបតទៅកាន់បញ្ហាទាំងនោះតើអ្នកធ្លាប់មានអារម្មណ៍ថាគ្រាន់តែពាក្យសម្ដីមួយម៉ាត់ឬទង្វើមិនសមរម្យបន្តិចបន្តួចរបស់អ្នកណាម្នាក់អាចធ្វើឲ្យអ្នកបាត់បង់ការគ្រប់គ្រងនិងធ្វើឲ្យថ្ងៃដ៏ល្អរបស់អ្នកក្លាយជាថ្ងៃដ៏អាក្រក់ដែរឬទេប្រសិនបើអ្នកបណ្ដោយឲ្យអារម្មណ៍ទឹកមុខអ្នកនឹងក្លាយជាអ្នកទោសនៃកំហឹងនិងការឈឺចាប់អារម្មណ៍ប្រៀបដូចជាភ្ញៀវដែលមកលេងផ្ទះរបស់អ្នកអញ្ចឹងពួកគេមកហើយពួកគេនឹងទៅវិញប៉ុន្តែអ្វីដែលនៅសេសសល់គឺការខូចខាតដែលអ្នកបានបង្កឡើងនៅពេលអ្នកបាត់បង់ម្ចាស់ការលើខ្លួនឯងការរក្សាភាពស្ងប់ស្ងាត់មិនមែនមានន័យថាអ្នកខ្សោយឬមិនចេះឈឺចាប់នោះទេផ្ទុយទៅវិញវាគឺជាកម្លាំងខាងក្នុងដ៏អស្ចារ្យបំផុតមនុស្សដែលខ្លាំងពិតប្រាកដមិនមែនជាមនុស្សដែលចេះជេរប្រមាថតបឬចេះប្រើហិង្សានោះទេប៉ុន្តែគឺជាមនុស្សដែលដឹងថាពេលណាគួរស្ងប់ស្ងាត់ដើម្បីរក្សាខ្លឹមសារនៃជីវិតនៅពេលអ្នកមានអារម្មណ៍ថាកំហឹងកំពុងតែពុះបញ្ជ្រុលចូលឈប់មួយវិនាទីរួចដកដង្ហើមឲ្យវែងសួរខ្លួនឯងថាតើបញ្ហានេះនឹងមានតម្លៃសម្រាប់អ្នកនៅ5ឆ្នាំខាងមុខទៀតដែរឬទេបើមិនមែនទេកុំចំណាយពេលលើសពី5នាទីដើម្បីខឹងនឹងវាអីភាពស្ងប់ស្ងាត់គឺជាអាវក្រោះដ៏រឹងមាំដែលគ្មាននរណាម្នាក់អាចទម្លុះបានឡើយបើអ្នកមិនអនុញ្ញាតចងចាំថាអ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងរបៀបដែលអ្នកឆ្លើយតបទៅកាន់វាបានកុំឲ្យអ្នកដទៃកាន់តេឡេបញ្ជាសេចក្តីសុខរបស់អ្នកបើគេចង់ឲ្យអ្នកខឹងហើយអ្នកខឹងតាមគេនោះមានន័យថាគេជាអ្នកឈ្នះហើយអ្នកគឺជាអ្នកចាញ់ប៉ុន្តែបើអ្នករក្សាភាពញញឹមនិងភាពស្ងប់ស្ងាត់នោះអ្នកបានឈ្នះខ្លួនឯងនិងឈ្នះទាំងស្ថានភាពទាំងមូលភាពស្ងប់ស្ងាត់បង្កើតឲ្យមានបញ្ញានៅពេលចិត្តស្ងប់អ្នកនឹងមើលឃើញច្រកចេញនៅកន្លែងដែលអ្នកដទៃមើលឃើញតែជញ្ជាំងកុំសម្រេចចិត្តនៅពេលអ្នកកំពុងខឹងហើយកុំសន្យានៅពេលអ្នកកំពុងសប្បាយហួសហេតុចូលរៀនធ្វើជាសមុទ្រដែលទោះបីជាមានព្យុះបោកបក់លើផ្ទៃខាងលើខ្លាំងយ៉ាងណាក៏ជម្រៅខាងក្រោមនៅតែមានភាពស្ងប់ស្ងាត់ជានិច្ចចូលធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងមុននឹងអារម្មណ៍នោះធ្វើជាម្ចាស់លើជីវិតរបស់អ្នកសន្តិភាពផ្លូវចិត្តចាប់ផ្ដើមនៅខណៈពេលដែលអ្នកជ្រើសរើសមិនតបតមិនខ្វល់ខ្វាយនិងមិនអនុញ្ញាតឲ្យព្រឹត្តិការណ៍ខាងក្រៅមករំខានដល់ភាពសុខសាន្តខាងក្នុងរបស់អ្នកជីវិតខ្លីណាស់ចូលរស់នៅដោយភាពថ្លៃថ្នូរនិងរក្សាភាពស្ងប់ស្ងាត់ក្នុងគ្រប់កាលៈទេសៈព្រោះនោះគឺជាផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏ពិតប្រាកដ